នេះគឺជាទស្សនវិជ្ជានៃការប្រមាញ់ត្រីឆ្លាមនៅឯអាហ្វ្រិកអ្នកនេសាទចាស់ម្នាក់នេះគឺបន្តគោះកណ្ដឹងដែលធ្វើអំពីលលាដងសំឡេងរំញ័រពិសេសនេះអាចតាក់ទាញត្រីឆ្លាមពីចម្ងាយរហូតដល់800ម៉ែត្របន្ទាប់មកគាត់ក៏បោះសាច់ត្រីចូលទៅក្នុងទឹកដើម្បីលបួងពួកវាពពួកត្រីឆ្លាមណាដែលកំពុងតែសេកឃ្លានពេលដែលវាឃើញនុយភ្លាមវានឹងដេញតាមដោយខំសាច់នោះហើយចូលមកចិត្តទូកយឺតៗត្រីដែលនៅលើលំពែងរបស់គាត់គឺជានុយពិតប្រាកដក៏ប៉ុន្តែពេលដែលកំពុងតែរងចាំត្រីឆ្លាមអន្ទាក់គឺនៅក្នុងដៃរបស់គាត់ក្នុងលបឿនដោយភ្នែកបន្ទោគាត់ក៏ចាប់បានត្រីឆ្លាមភ្លាមត្រីឆ្លាមនោះគឺប្រឹងតស៊ូយ៉ាងខ្លាំងផងដែរក៏ប៉ុន្តែវាគឺមិនអាចគេចផុតអំពីកណ្ដាប់ដៃរបស់លោកតាម្នាក់នេះទេអន្ទាក់គឺត្រូវបានគេភ្ជាប់ទៅនឹងឈើដ៏ធ្ងន់មួយដើម្បីការពារនៅការរើបំរាស់របស់ត្រីឆ្លាមមិនយូរប៉ុន្មានត្រីឆ្លាមក៏ត្រូវទាញមកក្បែរទូកហើយអ្នកនេសាទម្នាក់នេះក៏ទាញខ្សែពួរហើយអូសវាឡើងលើទូកត្រីឆ្លាមមើលទៅហាក់ដូចជាចិត្តស្លាប់ទៅហើយក៏ប៉ុន្តែវាខំប្រឹងរើបំរាស់នៅដង្ហើមចុងក្រោយរបស់វាផងដែរតែទោះជាយ៉ាងណាវាគ្មានផ្លូវគេចរួចអំពីកណ្ដាប់ដៃរបស់លោកតាម្នាក់នេះទេអ្នកនេសាទនេះក៏បានលើកញញួររបស់គាត់ហើយវាយសំពងទៅលើក្បាលត្រីឆ្លាមទីបំផុតវាក៏ដល់នៅទីមរណៈហើយគាត់ក៏អូសវាឡើងមកលើទូកបានយ៉ាងងាយវិធីនេះគឺបុរាណក៏ប៉ុន្តែវាមានប្រសិទ្ធភាពនេះគឺជារបៀបនៃការប្រមាញ់ត្រីឆ្លាមតាមបែបប្រពៃណីដែលគេធ្វើឡើងនៅឯអាហ្វ្រិក